ចំណងជើងមិត្តភក្តិតូចម្នាក់នៅចំកណ្ដាលព្រៃដ៏ស្រស់ស្អាតមានកន្លែងមួយដែលពោរពេញដោយស្មៅបៃតងនិងផ្កាចម្រុះពណ៌នៅទីនោះមានកណ្ដុរតូចម្នាក់ឈ្មោះគឺមិត្តភក្តិដើរលេងរៀងរាល់ថ្ងៃជាមួយសៀវភៅមួយក្នុងដៃនិងដួងចិត្តពោរពេញដោយក្តីស្រឡាញ់កណ្ដុរមិត្តភក្តិមិនធំមិនខ្លាំងមិនល្បីល្បាញនោះទេប៉ុន្តែគាត់មានបេះដូងធំជាងទំហំរាងកាយរបស់គាត់រាប់សិបដងរាល់ពេលដែលគេសង្ស័យឬមានបញ្ហាគាត់សូម្បីតែគ្មានអាហាររបស់ខ្លួនក៏នឹងស្មោះស្ម័គ្រជួយថ្ងៃមួយសត្វខ្លាឃ្មុំបានជាប់ក្នុងរណ្ដីមិនអាចចេញបានសត្វធំដទៃស្រឡះស្រឡុចមិនឈានមកជួយទេតែគីមិត្តភក្តិបានយកសាច់តែម្ដងដើម្បីឆ្ពោះទៅជួយដោយបង្កើតផ្លូវចេញតិចតួចទោះវាជាកិច្ចការតូចប៉ុន្តែវាជួយឲ្យសត្វខ្លាឃ្មុំបានរួចជីវិតក្រោយមកសត្វទាំងព្រៃចាប់ផ្ដើមយល់ថាកម្លាំងមិនមែនស្ថិតនៅលើសាច់ដុំឬសម្លេងធំទេប៉ុន្តែស្ថិតនៅលើចិត្តដែលមិនធ្វើអីចឹងនៅពេលគេបាច់ជួយគ្នាមិត្តភក្តិតូចតាំងខ្លួនជាកន្លងស្រឡាញ់សន្តិភាពនិងការយល់ឃើញជាទូទៅចុងបញ្ចប់ព្រៃបានស្គាល់ពាក្យថ្មីមួយគឺកម្លាំងនៃចិត្តល្អហើយសត្វទាំងអស់បានចូលចិត្តសន្ទនាជាមួយកណ្ដុរមិត្តភក្តិជាមិត្តដ៏ស្មោះនិងជាអ្នកបង្រៀនដោយកាយវិការថ្នមសារសិល្បៈក្នុងរឿងនេះបញ្ជាក់ថាជីវិតមនុស្សឬសត្វត្រូវការចិត្តមេត្តាករុណាជាងកម្លាំងអំពើតូចពោរពេញដោយចិត្តល្អអាចបង្កើតការផ្លាស់ប្ដូរធំបានបុគ្គលតូចម្នាក់អាចក្លាយជាអ្នកបំផុសផ្លូវសម្រាប់ជីវិតគេបាន